Canon គឺជាក្រុមហ៊ុនកាមេរ៉ាមួយដែលល្បីល្បាញពីពេញពិភពលោកនិងជាក្រុមហ៊ុនដែលធំបំផុតរបស់ប្រទេសជប៉ុនដែលមានអ្នកគាំទ្រពីពេញពិភពលោកហើយជាពិសេសនោះក្រុមហ៊ុន Canon នៅសប្តាហ៍ថ្ងៃនេះគឺមានទឹកប្រាក់ជាច្រើនរាប់ពាន់លានដុល្លារតែម្ដងតែនៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន Canon គឺមានបុរស3នាក់តែងតែនៅពីក្រោយហើយបុរសទី1គឺមានឈ្មោះថា Takeshi Midari ចំណែកឯបុរសទី2មានឈ្មោះថា Goro Yoshida ចំណែកឯបុរសចុងក្រោយគឺមានឈ្មោះថា Saburo Yoshida ដើម្បីឲ្យបងប្អូនទាំងអស់គ្នាយល់កាន់តែច្បាស់ពីក្រុមហ៊ុន Canon ដំបូងខ្ញុំសូមនាំបងប្អូនទាំងអស់គ្នាត្រឡប់ទៅឆ្នាំ1933នៅក្នុងឆ្នាំ1933ក្រុមហ៊ុន Canon ត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុង Tokyo ដែលបង្កើតលើកដំបូងនោះគឺមិនមែនបង្កើតជាក្រុមហ៊ុនកាមេរ៉ាទេគឺបង្កើតក្នុងនាមជាមន្ទីរពិសោធន៍អុបទិកដ៏ជាក់លាក់មួយដើម្បីបង្កើតបានចេញជា model កាមេរ៉ាដែលមានគុណភាពខ្ពស់នៅក្នុងប្រទេសជប៉ុនហើយសម្រាប់ផលិតផលដែលក្រុមហ៊ុន Canon ផលិតបានដំបូងគេគឺបានផលិតទៅជាម៉ាស៊ីនក្រឡេកនិងម៉ាស៊ីនថតចម្លងហើយក៏មានឧបករណ៍វិទ្យាសាស្ត្រផ្សេងៗទៀតផងដែរបន្ទាប់មកនៅឆ្នាំ1936ក្រុមហ៊ុន Canon បានបង្កើត lens 50mm ដែលជាប្រភេទ lens portrait ដែលមាន aperture 3.5 ចាប់តាំងពីពេលហ្នឹងមកក្រុមហ៊ុន Canon បាន update កាមេរ៉ារបស់គេជាច្រើនដើម្បីទៅប្រកួតប្រជែងជាមួយក្រុមហ៊ុនកាមេរ៉ាដទៃទៀតមិនយូរប៉ុន្មានក្រុមហ៊ុន Canon ក៏មានអ្នកស្គាល់ជាច្រើនហើយក៏បានជ្រៀតចូលក្នុងទីផ្សារយ៉ាងរលូនដល់បច្ចុប្បន្ននេះហើយយើងត្រឡប់មកវិញក្រុមហ៊ុន Canon បានដើរដល់បច្ចុប្បន្ននេះគឺដោយសារតែមានបុគ្គលទាំង3នាក់នេះហើយដែលជាអ្នកជ្រោមជ្រែងក្រុមហ៊ុន Canon តាំងពីចំណុច0មកដល់បច្ចុប្បន្ននេះដែលមានអ្នកស្គាល់ទូទាំងពិភពលោក